ផ្លែឈើជាច្រើនត្រូវបានរៀបចំដាក់ក្នុងកេសបញ្ជូនទៅតាមបណ្ដាខេត្តផ្សេងៗនេះគឺជាសកម្មភាពមមាញឹកនៅកន្លែងលក់ផលិតផលសហគមន៍មួយកន្លែងនៅក្នុងខេត្តពោធិ៍សាត់កន្លែងនេះមានឈ្មោះថាម៉ូលីបន្លែផ្លែឈើត្រីសាច់សហគមន៍ដែលបង្កើតឡើងដោយលោកសារិនកន្លែងនេះជាស្ពានសម្រាប់អ្នកលក់និងអ្នកទិញមុននឹងបង្កើតការចងក្រងនេះកសិករជាច្រើនពិបាកក្នុងការរកទីផ្សារក្នុងការលក់ផលិតផលរបស់ខ្លួនហើយដល់ពេលលក់បានក៏លក់ក្នុងតម្លៃមួយមិនច្បាស់លាស់អ្វីដែលកាន់តែលំបាកបន្ថែមទៀតនោះគឺអំឡុងពេល COVID-19 កសិករខ្លះគឺពិបាករកទីផ្សារឬបាត់បង់ទីផ្សារទាំងស្រុងក្នុងការលក់ផលិតផលរបស់ខ្លួនដូច្នេះហើយទើបលោកសារិនបង្កើតការចងក្រងនេះឡើងអំឡុងពេលផ្ទុះ COVID-19 ខ្ញុំមិនមែនកើតឡើងដោយចៃដន្យទេក្នុងកំឡុងពេលនេះខ្ញុំនិយាយពីដើមចមដែលធ្វើឲ្យខ្ញុំជំរុញទឹកចិត្តរបស់ខ្ញុំឲ្យឈានដល់ការសម្រេចចិត្តលក់ផលិតផលនេះគឺដំបូងឡើយគឺក្នុងសម័យកាល COVID នេះគឺខ្ញុំតែងតែចុះការងារជាមួយសហគមន៍នៅពេលនោះគឺខ្ញុំផ្ដើមចេញដំបូងគឺក្រូចឆ្មាបាទរហូតដល់ខ្ញុំដាក់ឈ្មោះប្រភេទរបស់ខ្ញុំសហគមន៍ក្រូចឆ្មាខ្មែរខេត្តពោធិ៍សាត់ខ្ញុំឃើញសភាពក្រូចឆ្មានឹងអត់ទីផ្សារសម័យកាលនោះគឺបិទទ្វារបាទភ្នំពេញគឺបិទអញ្ចឹងធ្វើឲ្យទីផ្សារក្រូចឆ្មាគឺស្ទះហើយប្រជាពលរដ្ឋអត់មានតម្រូវការលក់ទៅណាសូម្បីតែពោធិ៍សាត់ហ្នឹងពេលខ្លះក៏បិទដោយតំបន់ដែរទុំជ្រុះចោលខ្ញុំចាប់ផ្ដើមសំណួរមួយសួរគាត់ថាជាទូទៅក្រូចឆ្មាហ្នឹងធ្វើអីបានបើសិនជាវាអត់ទេទុកឲ្យលួយចោលមកអញ្ចឹងខ្ញុំក៏មិនមែនជាអ្នកចេះធ្វើងាំងើអីដែរខ្ញុំក៏ចាប់ផ្ដើមស្វែងយល់ថាតើគួរធ្វើម៉េចអញ្ចឹងទៅក៏ចាប់បានចេញជាងាំងើម្ដាយរបស់ខ្ញុំងាំងើអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមប្រម៉ូទទិញអាទុំហ្នឹងជ្រុះចោលក្នុងតម្លៃមួយសមរម្យយកមកកែច្នៃចេញជាងាំងើបន្ទាប់មកខ្ញុំក៏បោះជំហានទៅក្រូចឆ្មាដែលមានតម្រូវការទីផ្សារទៅលើប្រភេទបន្លែអីហ្នឹងប្រើប្រាស់ក្នុងតម្រូវការផ្សេងហ្នឹងក៏ចាប់ផ្ដើមធ្វើលក់បោះទៅលើទីផ្សារមានពុកម៉ាក់ពុកអីចឹងទៅគាត់គៀងកគ្នាគាត់ជួយរហូតដល់យើងវិវត្តខ្លួនមកចូលមានផលិតផល47មុខនៅក្នុងដៃអញ្ចឹងដើមចមដំបូងគឺក្រូចឆ្មាបាទហើយលោកគាត់រហូតមកដល់ពេលនេះផលិតផលក្នុងស្រុកប្រមាណជា48មុខកំពុងមានលក់ជាប្រចាំនៅកន្លែងរបស់គាត់លោកបានតាក់ទងទៅតាមផ្សារទំនើបនានាដើម្បីទទួលយកផលិតផលទាំងនេះហើយដំណើរការក៏ចេះតែរលូនបើទោះបីជាស្ថិតក្នុងអំឡុងពេល COVID-19 ក៏ដោយសម្រាប់កសិផលបច្ចុប្បន្នដែលខ្ញុំប្រមូលបើសិនជាតាមតួលេខដែលខ្ញុំបានណូតទុកគឺចូល47មុខទាំងប្រភេទបន្លែផ្លែឈើនិងប្រភេទអាហារកែច្នៃអញ្ចឹងដូចជាខាងក្រោយរបស់ខ្ញុំនេះគឺជាប្រភេទមានផលិតផលចម្បងរបស់ខ្ញុំគឺក្រូចពោធិ៍សាត់បាទបន្ទាប់ពីក្រូចពោធិ៍សាត់គឺយើងមានផ្លែឈើបន្ទាប់បន្សំទៀតដែលមានប្រភពមកពីផ្សេងគ្នានៅតាមបណ្ដាស្រុកនៅក្នុងខេត្តពោធិ៍សាត់មានក្រូចពោធិ៍សាត់មានផ្លែទុរេនយើងទៅប្រមូលផលផុតនេះទេទុរេនមានផ្លែបឺមានផ្លែ passion មានផ្លែទៀបបារាំងមានតបៃគីមជូហើយនឹងមានផលិតផលម្នាស់ទឹកឃ្មុំផងដែរបាទហើយនឹងមានផ្សេងទៀតបាទបាទពាក់ព័ន្ធជាមួយខ្ញុំបាទខ្ញុំឆ្លលើបទពិសោធន៍របស់ខ្ញុំដដែលគឺដោយសារខ្ញុំព្យាយាមបង្ហាញអំពីព័ត៌មានពិតរបស់ខ្ញុំទៅកាន់អតិថិជនរបស់ខ្ញុំថាខ្ញុំជាផលិតផលខ្មែរខ្ញុំឈរលើគោលការណ៍មួយថាខ្ញុំជាផលិតផលខ្មែរអ្វីដែលពិសេសគឺចេញពីទឹកដីខេត្តពោធិ៍សាត់ទៀតហើយទឹកដីខេត្តពោធិ៍សាត់គឺជាស្រុកកំណើតរបស់ខ្ញុំរឿងទី1រឿងទី2គឺខ្ញុំផ្ដោតសំខាន់ទៅលើគុណភាពហើយនិងសុវត្ថិភាពនៃការហូបចុកអញ្ចឹងបងបាទអញ្ចឹងពេលខ្លះប្រជាពលរដ្ឋរបស់យើងឬមួយក៏អតិថិជនរបស់យើងដឹងថាផលិតផលរបស់យើងវារៀនតម្លៃលើទីផ្សាររបស់គេក៏ពិតមែនប៉ុន្តែហេតុអីបានគាត់ត្រឡប់នៅទៅឈរនឹងត្រឡប់មកទិញខ្ញុំដោយសារគាត់ទី1គាត់ទុកចិត្តទី2គាត់ជួយគ្រប់គ្រងផលិតផលខ្មែរទី3គាត់ជឿជាក់ថាផលិតផលនោះពិតជាផលិតផលរបស់អ្នកពោធិ៍សាត់បាទអញ្ចឹងទៅវាជាកត្តាមួយជំរុញឲ្យយើងនៅតែប្រកួតប្រជែងបានជាមួយគេត្បិតតែតម្លៃរបស់យើងពេលខ្លះខ្ពស់ជាងគេយើងនៅតែទាញបាននៅអតិថិជនមកដដែលជាពិសេសគឺអតិថិជនដែលអាចថាចាប់ដៃគូមួយខ្ញុំជាពិសេសអរគុណបាទទៅដល់បងដែលជាដៃគូតាមបណ្ដាម៉ាតបន្លែផ្លែឈើធម្មជាតិទាំង25ខេត្តក្រុងជាពិសេសខាងភ្នំពេញហើយនៅខាងខេត្តបរសេនុសៀមរាបដែលលោកតែងតែឲ្យតម្លៃខ្លាំងមែនទែនខ្ញុំអរគុណគាត់ខ្លាំងហើយទោះបីជាមានការប្រទីងបតុងតម្លៃមិនក៏ដោយក៏អត់ប្រឡែងដៃខ្ញុំចោលគាត់នៅតែចាប់ដៃខ្ញុំជាប់ទៅលើវិស័យហ្នឹងអំឡុងពេលដំណើរការល្អបញ្ហាប្រឈមនោះគឺតម្លៃខណៈដែលកសិផលនាំចូលមានការប្រកួតប្រជែងទៅលើតម្លៃដោយមានតម្លៃទាបជាងផលវិបាកយើងមានប៉ុន្តែយើងដោះស្រាយបានផលវិបាករបស់យើងគឺទី1ដូចជាបច្ចុប្បន្នហ្នឹងគឺតាក់ទងជាមួយនឹង quality
គឺគុណភាពហ្នឹងគឺសំខាន់ណាព្រោះអតិថិជនគាត់ទិញពីយើងទៅដូចជាដៃគូរបស់យើងតាមបណ្ដាហាងគាត់ចង់បានទាំងសោភ័ណភាពទាំងគុណភាពទាំងតម្លៃតែកសិកររបស់យើងលោកអត់ទាន់មានការយល់ដឹងទេអត់ស្គាល់ថាអីជាការធ្វើផ្គត់ផ្គង់ទីផ្សារស្អីអត់ស្គាល់អីថាការប្រកួតប្រជែងទេអ្នកណាឲ្យថ្លៃគឺទៅអ្នកនោះរហូតដល់តែពេលខ្លះខ្ញុំអត់មានអីវ៉ាន់ដាក់ឲ្យគេក៏មានដោយសារតែមានការប្រកួតប្រជែងពីក្នុងឈ្មួញដែលគាត់ទិញយកទៅលក់បន្តក្នុងតម្លៃកម្រិតមួយខ្ពស់ជាងយើងដល់ពេលអញ្ចឹងក្នុងនាមខ្ញុំជាដៃគូ supplier ដែលមានកុងត្រាជាមួយនឹងដៃគូបណ្ដាម៉ាតផ្សេងធ្វើឲ្យខ្ញុំពិបាកពេលខ្លះខ្ញុំខ្វះខាតផលិតផលដើម្បីធ្វើការផ្គត់ផ្គង់ឲ្យគ្រប់ទៅតាមតម្រូវការរបស់គាត់រឿងទី1រឿងទី2ពាក់ព័ន្ធvớiគុណភាពពេលខ្លះយើងត្រូវការភាពគុណភាពស្អាតគុណភាពសោភ័ណភាពឲ្យស្អាតប៉ុន្តែពេលខ្លះកសិកររបស់យើងគាត់មានការលាយបញ្ចូលមកអញ្ចឹងធ្វើឲ្យខ្ញុំនឹងប្រឈមនឹងការខាតបង់ខ្លះដែរមិនមែនថាគ្រប់ជំហានរបស់យើងដាក់ទៅសុទ្ធតែទទួលបានផលប្រយោជន៍ចំណេញទេបាទវាមិនអញ្ចឹងទេបាទហើយទី3ពាក់ព័ន្ធជាមួយនឹងបរិមាណនៃការផ្គត់ផ្គង់វាអត់គ្រប់តម្រូវការរបស់ភ្ញៀវដំបូងឡើងគឺយើងមានបរិមាណគេហៅថាលើសពីតម្រូវការតែឥឡូវនេះគឺយើងមានគេហៅថាមានគេថាបរិមាណហ្នឹងមិនគ្រប់តម្រូវការត្រឡប់ទៅវិញបាទអញ្ចឹងក្រៅពីការជួយលក់បន្តនៅផលិតផលក្នុងស្រុកលោកសារិនក៏ជាកសិករមួយរូបដែលដាំក្រូចពោធិ៍សាត់មួយរូបផងដែរថ្ងៃនេះគាត់ក៏បាននាំក្រុមការងារដើរមើលនៅចំការក្រូចរបស់គាត់ការរបស់ខ្ញុំតាមពិតទៅយើងទៅតែចាប់ផ្ដើមទេដោយសារខ្ញុំជាអ្នកមនុស្សម្នាក់ដែលស្រឡាញ់កសិកម្មអញ្ចឹងទៅហើយខ្ញុំក៏មានគេហៅថាមានចេតនាមួយចង់យល់ដឹងអំពីកសិកម្មហើយអ្វីដែលពិសេសគឺចង់ពង្រឹងគុណភាពហើយនឹងចង់ផ្សព្វផ្សាយផលិតផលកសិកម្មខ្មែរហ្នឹងទៅក្នុងទីផ្សារក្នុងប្រទេសអញ្ចឹងហើយធ្វើឲ្យខ្ញុំសម្រេចចិត្តទិញផ្ទៃដីមួយទំហំទូចសមល្មមទេគឺប្រហែលជាមិនប្រហែលជាទេប្រកាសជាមហត្តាកន្លះដើម្បីកែច្នៃនិងដាំដុះបាទទៅលើហើយដំណាំរបស់ក្នុងចក្រគឺក្រូចពោធិ៍សាត់បាទខ្ញុំចំការរបស់ខ្ញុំនៅក្នុងភូមិកំពង់ខ្ទុំហើយឃុំបាក់ជៀនស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ហើយចំនួនក្រូចដោយសារ1ហិកតាកន្លះហ្នឹងគឺជាប្រភេទដំណាំចម្រុះបាទដំណាំចម្រុះហើយខ្ញុំដាំក្រូចពោធិ៍សាត់ក្នុងចំណោមនោះគឺ200ដើមសម្រាប់ក្រូចពោធិ៍សាត់យើងមានគេហៅថាការដាំដុះហ្នឹងគឺប្រើពេល3ឆ្នាំបាទឆ្នាំទី1ឆ្នាំទី2គឺយើងអត់ទទួលបានផលទេអាហ្នឹងគឺតាមបទពិសោធន៍ហើយនឹងឆ្នាំទី3យើងចាប់ផ្ដើមប្រមូលផលបានបន្តិចម្ដងប៉ុន្តែវាអត់បានពេញ 100% ទេមានថាយើងបេះទៅតាមកម្រិតឆ្នាំទី4ឆ្នាំទី5ទៅគឺយើងទទួលផលតាមកម្រិតរបស់វាអញ្ចឹងទៅបាទជាបទពិសោធន៍របស់ខ្ញុំពីច្រើនដោយសារខ្ញុំអត់ជំនាញអញ្ចឹងហើយខ្ញុំត្រូវរត់រមន្ត្រីជំនាញតាក់ពំមួយខាងមន្ទីរកសិកម្មខេត្តដូចជាខាងជំនាញផ្នែកជីអញ្ចឹងទៅគាត់ផ្ដល់ព័ត៌មានមកគាត់ជួយយើងច្រើនអញ្ចឹងដោយសារខ្ញុំស្ទើរដែរនិយាយរួមទៅខ្ញុំស្ទើរទៅលើជំនាញហ្នឹងដោយសារប៉ុន្តែដោយសារការឆ្លាញ់ទៅខ្ញុំមានគេថាមានសម្រាប់ចិត្តបែបហ្នឹងបាទប៉ុន្តែខ្ញុំនៅតែឈរលើគេហៅថាមូលដ្ឋានមួយគឺពឹងពាក់ជំនាញបាទជំនាញកសិកម្មដូចជាបច្ចុប្បន្នហ្នឹងគឺខ្ញុំចាប់ផ្ដើមតុបតែងដើមដើម្បីត្រៀមយកផលថ្មីអញ្ចឹងខ្ញុំត្រូវពឹងពាក់ទៅលើជំនាញកសិកម្មដើម្បីឲ្យគាត់ជួយខ្ញុំអញ្ចឹងបាទបញ្ហាហ្នឹងគឺបញ្ហាប្រឈមគឺយើងគ្រប់គ្រងរសជាតិអត់បានបាទដោយសារស្ថានភាពក្រូចពោធិ៍សាត់របស់យើងហ្នឹងគឺពីតំបន់មួយទៅតំបន់មួយជាបទពិសោធន៍របស់ខ្ញុំគឺវាមានរសជាតិផ្សេងពីគ្នាតំបន់ខ្លះទៅក៏វាមានរសជាតិជូរយ៉ាងច្រើនទៅតំបន់ខ្លះទៅក៏មានជូរជាតិផ្អែមច្រើនទៅយើងអាចគ្រាន់និយាយបានថាទឹកដីស្រុកភ្នំក្រវាញដូចគ្នាបាទអញ្ចឹងមានថាអាភាពប្រែប្រួលនៃរសជាតិហ្នឹងគឺយើង control អត់បានគឺយើងហើយមានបងប្អូនប្រជាប្រដ្ឋរបស់យើងក៏ដូចជាអតិថិជនរបស់ខ្ញុំមួយចំនួនគាត់តែងសួរថាបងមិនក្រូចពោធិ៍សាត់រសជាតិរបស់វាមិនអត់ដូចគ្នាបងលក់ឲ្យខ្ញុំសារនេះអញ្ចេះបងលក់ឲ្យខ្ញុំសារនោះអញ្ចឹងចម្លើយរបស់ខ្ញុំគឺខ្ញុំប្រាប់ថាចង់និយាយថាខ្ញុំអត់ទាន់ច្បាស់លាស់ទៅលើរឿងហ្នឹងដែរខ្ញុំកំពុងតែសិក្សាបន្ថែមថាហេតុផលអីបានយើងស្ថានភាពដីឬក៏មកពីអីបានធ្វើឲ្យវាមានការប្រែប្រួលរសជាតិបែបហ្នឹងបាទរឿងទី1រឿងទី2បញ្ហាប្រឈមមួយទៀតពាក់ព័ន្ធជាមួយនឹងបញ្ហាក្រូចស្កកបាទក្រូចស្កកហ្នឹងក៏យើងកំពុងជាបទពិសោធន៍របស់ខ្ញុំនៅក្មេងខ្ចីដែរបាទរឿងពាក់ព័ន្ធមួយវិស័យហ្នឹងអញ្ចឹងខ្ញុំត្រូវការសិក្សាបន្ថែមហើយមួយទៀតពាក់ព័ន្ធជាមួយនឹងគេហៅថាពណ៌សម្បុរអត់សូវស្អាតដោយសារតែពីច្រើនខាងខ្ញុំនេះគឺខ្ញុំដាំជាលក្ខណៈថាគេហៅថាផ្លែឈើសុវត្ថិភាពបើសិនជាអាចថាធម្មជាតិបានគឺធម្មជាតិបាទគោលការណ៍របស់យើងគឺយើងប្រើប្រាស់ប៉ុន្តែយើងទៅតាមលំនាំនៃបច្ចេកទេសកសិកម្មមានការណែនាំបាទពាក្យថាសុវត្ថិភាពហ្នឹងមិនមែនថាយើងមិនប្រើប្រាស់ថ្នាំគីមីទេយើងប្រើប្រាស់ប៉ុន្តែយើងមានកម្រិតនិងមានការណែនាំបច្ចេកទេសពីមន្ត្រីជំនាញពាក់ព័ន្ធនឹងកសិកម្មហ្នឹង ត្
បិទកន្លែងប្រមូលផ្ដុំកសិផលខ្មែររបស់លោកសារិនមិនទាន់មានសភាពទូលំទូលាយតែសកម្មភាពនេះគឺជាការចាប់ផ្ដើមដ៏ល្អក្នុងការជួយដល់កសិផលខ្មែរនៅក្នុងស្រុកតាមរយៈការស្វែងរកទីផ្សារនិងជាផ្នែកមួយនៅក្នុងការតភ្ជាប់រវាងផលិតផលសហគមន៍និងទីផ្សារលក់។